សុំសាពះរដ្ឋាភិបាលងាប់គេងាប់ឯងអស់ហើយគ្នាសេដ្ឋកិច្ចកំពុងតែរាជការដឹងហើយថាកំណើនសេដ្ឋកិច្ចកំពុងតែជួបប្រទះនឹងសម្ពាធសេដ្ឋកិច្ចនៃសកលលោកបើសិនណាជាការពិតមន្ត្រីដែលអនុវត្តច្បាប់គឺអនុវត្តក្នុងអនុសាសន៍របស់សម្ដេចនាយករដ្ឋមន្ត្រីនិងសម្ដេចហ៊ុនសែនតែវាត្រីងៀតឆ្លៀតពងវាធ្វើបាបអាជីវករដូច្នេះហើយសុំអង្វរមេដឹកនាំខ្មែរសុំឲ្យលោកមេត្តាប្រាប់ទៅឋានានុក្រមសមត្ថកិច្ចថាឲ្យមើលផងកុំទៅគៀបគ្នាចឹងងាប់គ្នាអស់ហើយជីវភាពកំពុងតែលំបាកផងហើយបើធ្វើគ្នាឲ្យឧទាហរណ៍មួយក្រុមហ៊ុន delivery ណាគេចូលលុបទៅគេឆែក computer ហើយគេទៅកកោឆែកតំណែងជាការពិតណាវាច្បាស់ជាមានតំណែងខ្លះតែអាចសង្កល់បានតែខុសច្បាប់ប៉ុន្តែគ្នាជា delivery service គ្នាមិនមែនម្ចាស់តំណែងទេបើតែចាប់យកតំណែងគ្នាហ្នឹងតំណែងគ្នាមិនអត់គ្នាត្រូវសងទៅម្ចាស់ដើមវិញហើយនៅពេលដែលចាប់រឹបយកតំណែងហ្នឹងវាគ្មានប្រព័ន្ធដែលបញ្ជាក់ច្បាស់លាស់ទេណាមួយសមត្ថកិច្ចដែលទៅអនុវត្តហ្នឹងមិនមែនសមត្ថកិច្ចដែលមានសមត្ថកិច្ចដែលមានព័ត៌មានពិតប្រាកដថាតំណែងហ្នឹងពិតជាតំណែងរត់ពន្ធទេពិតជាតំណែងចរាចរណ៍ខុសច្បាប់ទេអញ្ចឹងគក់គ្នាងាប់គ្នាហើយងាប់ទី1គ្នាគ្រាន់តែជា delivery service បើធ្វើយ៉ាងហ្នឹងព្រះអង្គហើយដួលគ្នាអាលាយអាក្រុម delivery ហ្នឹងអាលាយហើយប្រព័ន្ធ delivery service ហ្នឹងណាអាប្រព័ន្ធ delivery service ហ្នឹងគ្នានឹងមានបញ្ហាដល់មានបញ្ហាណាបងប្អូនទាំងអស់គ្នាដែលទិញដូរអីតាមប្រព័ន្ធ delivery service ហ្នឹងក៏លំបាកពីព្រោះវាអត់បានចំណេញមិនមែនអនុសាសន៍របស់សម្ដេចហ៊ុនម៉ាណែតមិនមែនអនុសាសន៍របស់សម្ដេចហ៊ុនសែនហ្នឹងខុសទេតែអនុវត្តត្រីងៀតឆ្លៀតពងដល់អនុវត្តត្រីងៀតឆ្លៀតពងណាសមត្ថកិច្ចខាងក្រោមទៅកកោកកាយគៀបគេដើម្បីគោះគេដល់អញ្ចឹងទៅអាលាយគ្នាហើយដល់ពេលប្រជាជនក្រៅកាហាយស្អប់ណាស់ដឹកនាំអញ្ចឹងខ្ញុំនឹងត្រូវប្រែងធ្វើយ៉ាងណានិយាយបកស្រាយឲ្យបានច្បាស់លាស់មិនអកតៈអង្វរមេដឹកនាំរដ្ឋឲ្យលោកមេត្តាប្រាប់ទៅក្នុងឋានានុក្រមអនុវត្តច្បាប់កុំឲ្យសមត្ថកិច្ចយកអនុសាសន៍មេដឹកនាំទៅគៀបសង្កត់ប្រជាជនអនុសាសន៍របស់សម្ដេចធិបតីអត់មានខុសទេណាអនុសាសន៍របស់សម្ដេចដេចជោអត់មានខុសទេតែដល់ទៅអនុវត្តលែងយកពាក្យសម្ដេចទៅធ្វើបាបប្រជាជនឥឡូវនេះខ្ញុំកំពុងតែរកផ្លូវខ្ញុំរិះគន់អស់ហើយដល់ខ្ញុំរិះគន់អស់ហើយនៅក្នុងគោលបំណងមិនដុតឲ្យខ្លោចមិនរួចឲ្យឆៅនៅក្នុងគោលបំណងមិនបំផ្លាញប្រទេសជាតិរបស់ខ្លួនខ្ញុំត្រូវរកផ្លូវឥឡូវនេះរកផ្លូវទៀតដែររកផ្លូវអង្វរទៀតដែរណាហើយបងប្អូនណាមពេញចិត្តខ្ញុំជេរខ្ញុំចុះបងប្អូនណាមមិនពេញចិត្តខ្ញុំជេរខ្ញុំចុះហើយបងប្អូនណាដែលថាខ្ញុំលក់ក្បាលខ្ញុំចាំតែលក់ទេបើសិនណាជាមេដឹកនាំជាតិគាត់ធ្វើឲ្យប្រជាជនបានសំណុកមិនបាច់លក់ទេហើយខ្ញុំទៅស៊ីអាចក៏ខ្ញុំស៊ីដែរពីព្រោះអីពីព្រោះខ្ញុំចិត្តងាប់ហើយមកកាន់ស៊ីអាចមកកំប៉ុងពីកំប៉ុងក៏មិនមែនពិបាកដែរណាឲ្យតែលោកសម្រាលអញ្ចឹងហើយមួយជា directive មួយជា opinion issued by the leadership ជាអនុសាសន៍ជាបទបញ្ជារបស់មេដឹកនាំតែដល់អនុវត្តនេះធ្វើបាបគ្នាណាធ្វើបាបគ្នាខាងក្រោមងាប់គ្នាអស់ហើយខាងក្រោមកាលណាវេទនាស្អប់មេដឹកនាំអញ្ចឹងខ្ញុំត្រូវរកផ្លូវណាមួយមិនដឹងជាមេដឹកនាំលោកមិនដឹងជាមេដឹកនាំលោកអនុគ្រោះខ្ញុំមិនអនុគ្រោះទេព្រោះខ្ញុំរិះគន់គាត់ខ្លាំងមែនតើរិះគន់គាត់ឡើងបែកផ្សែងហើយដល់អញ្ចឹងទៅមិនដឹងគាត់ទទួលនៅសេចក្តីអង្វរកយ៉ាងណាទេប៉ុន្តែខ្ញុំឃើញខ្ញុំស្រក់ទឹកភ្នែកគាត់ថាបញ្ជាពីលើមិនឲ្យធ្វើអញ្ចឹងលេងទៅហែកហួរទៅឆែកកង្វត់កវែងកុំព្យូទ័រគ្នាកុំព្យូទ័រសម្រាប់ប្រតិបត្តិការធម្មតាវាទៅជា scammer អាម៉េចរហូតដល់អ្នកជួលផ្ទះប្រាប់ថាផ្ទះជួលតម្លៃប៉ុណ្ណេះប៉ុន្តែអត់ឲ្យយកកុំព្យូទ័រចូលមិនងាប់គេងាប់ឯងហើយបងប្អូនណាវាត្រូវមានអង្គភាព digital crime ពិនិត្យសមត្ថភាពធម្មតាទៅឲ្យគេបើកកុំព្យូទ័រទៅអីហើយ
គៀបសង្កត់គេណាគៀបសង្កត់គេឲ្យគេលំបាកទៅកកាយអីវ៉ាន់គេទៅអីគេហើយយកលេខថាសង្ស័យថាទីតាំងហ្នឹងជា scammer យូរទៅគាត់ណា laptop មួយលេងហ្គេមហ្នឹងបើមិនចូលចិត្តគេទេឃើញម៉ែឲ្យគេរស់ស៊ីចង់ចូលលុកឆែកឆេរតំណែងគេធ្វើឲ្យចលាចលពេញទឹកពេញដីព្រោះនេះហើយដែលធ្វើឲ្យប្រជាជនស្អប់មេដឹកនាំក្តៅកាហាយហើយ social economic situation being under stress មានន័យថាលក្ខណៈសង្គមសេដ្ឋកិច្ចនេះធ្លាក់នៅក្នុងសម្ពាធវា stress ខ្លាំងខូចសេដ្ឋកិច្ចថ្នាក់ក្រោមឥឡូវខ្ញុំគិតធ្វើម៉េចឡើយខ្ញុំគិតធ្វើម៉េចខ្ញុំអំពាវនាវចេញមកហ្មងសូមឲ្យថ្នាក់ដឹកនាំមេត្តាទទួលសារខ្ញុំផងបើខឹងខ្ញុំសុំទោសសូមមេត្តាដោះស្រាយបញ្ហាដែលគេយកអនុសាសន៍របស់មេដឹកនាំទៅធ្វើជាអំពើជិះជាន់ប្រជារាស្ត្រហើយអ្នកណាខឹងខ្ញុំតែខ្ញុំនិយាយអញ្ចឹងជេរខ្ញុំចុះហើយបើអ្នកណាចោទខ្ញុំតែខ្ញុំលុកក្បាលខ្ញុំពិតជាលុកក្បាលខ្ញុំស៊ីអាចក៏ស៊ីអាចដែរឲ្យតែដោះស្រាយបញ្ហាប្រជាជនមកហើយបើអ្នកណាចោទខ្ញុំតែខ្ញុំយួនខ្ញុំម៉ែឲ្យយួនទាំងអស់ហើយបើអ្នកណាចោទខ្ញុំតែសៀមខ្ញុំម៉ែឲ្យសៀមទាំងអស់ខ្ញុំមិនមែនខ្មែរទេចប់ណា